ប្រសិនបើមិនចង់មានចំនួនឬក៏មិនចង់ឲ្យមានរឿងធំនៅក្នុងក្រុមគ្រួសារនៅកន្លែងការងារឬមួយនៅជាមួយមិត្តភ័ក្តិដែលយើងប្រស្រ័យទាក់ទងជារៀងរាល់ថ្ងៃចូលកុំធ្វើរឿងទាំង3នៅខាងក្រោមកាលណាយើងធ្វើរឿងទាំង3ហ្នឹងបញ្ហាធំអាចកើតឡើងក្នុងក្រុមគ្រួសារឬមួយកើតឡើងនៅកន្លែងការងាររបស់យើងអញ្ចឹងមកស្វែងយល់ទាំងអស់គ្នាថាតើរឿងទាំង3នោះមានអីខ្លះទីមួយពេលដែលមានចំនួនឆ្លោះប្រកែកគ្នាអន់ចិត្តគ្នាតូចចិត្តនឹងគ្នាចូលកុំផ្ញើសារតាមទូរស័ព្ទដៃក្តីតាមកុំព្យូទ័រក្តី Facebook Telegram ផ្ញើសារនេះមានន័យថាទាំងសារសរសេរក្តីទាំង voice ជាសម្លេងក្តីព្រោះនៅពេលដែលយើងកំពុងតែខឹងគ្នាកំពុងតែអន់ចិត្តគ្នាការពិតនេះសាររបស់យើងនឹងចេញមកប្រហែលជាពោពេញទៅដោយកំហឹងមកពោពេញទៅដោយសារដែលមិនមានមេត្តាចិត្តអញ្ចឹងធម្មតាយើងខឹងយើងនិយាយទៅយើងជះអារម្មណ៍របស់យើងគឺយើងអត់សប្បាយចិត្តអញ្ចឹងទាំងសារដែលយើងសរសេរក្តីទាំងសារដែលយើង voice ក្តីគឺចេញទៅគឺពោពេញទៅដោយភាពក្តៅពោពេញទៅដោយកំហឹងម្ល៉េះហើយគួរតែផ្ដល់ពេលវេលាឲ្យខ្លួនឯងបន្តិចសិនហើយសរសេរក៏សរសេរចុះប៉ុន្តែកុំអាផ្ញើសរសេរឲ្យនៅលើទូរស័ព្ទក្តីលើកុំព្យូទ័រក្តីលើក្រដាសក្តីទុកវាចោលសិនទៅ5នាទី10នាទីឬកន្លះម៉ោងតពីកន្លះម៉ោងក្រោយមកមើលវិញមកមើលសាររបស់យើងតើសារហ្នឹងគួរផ្ញើឬអត់បើយើងមើលហើយមើលដោយសតិគ្រប់គ្រាន់ហើយគិតថាផ្ញើបានក៏ផ្ញើចុះប៉ុន្តែខណៈពេលដែលកំពុងតែខឹងកំពុងតែអន់ចិត្តហ្នឹងចូលកុំធ្វើបែបនេះមេរៀនទី2ដ៏សំខាន់បុរាណបានផ្ដាំថាធ្វើអីក៏ដោយចូលកុំស្មានហួសការពិតមានន័យថាចូលកុំសង្ស័យច្រើនពេកសង្ស័យក៏សង្ស័យចុះប៉ុន្តែនៅពេលដែលយើងសង្ស័យគ្នាគួរតែនិយាយគ្នាគួរតែជជែកគ្នាឬមួយពេលខ្លះហៅគ្នាមកញ៉ាំកាហ្វេញ៉ាំតែជជែកគ្នាឲ្យបានច្បាស់លាស់កុំសង្ស័យតែខ្លួនឯងបង្កើតរឿងប្រឌិតនៅក្នុងចិត្តតែខ្លួនឯងអ្នកដទៃមិត្តភក្តិក្តីគ្រួសារយើងក្តីអត់ដឹងសោះយើងបែរជាគិតតែម្នាក់ឯងជួនកាលគិតទៅជាបញ្ហាផ្សេងៗកើតឡើងរឿងតូចទៅជារឿងធំរឿងធំកាន់តែបញ្ហាអញ្ចឹងអ្វីដែលសំខាន់គួរតែជជែកគ្នាគួរតែអង្គុយនិយាយគ្នាឲ្យបានច្បាស់លាស់មេរៀនទី3ដ៏សំខាន់រឹងទៅតឹងមាននេះអត់បើកចិត្តស្ដាប់គ្នាពេលខ្លះធ្វើខុសហើយដឹងតែខ្លួនឯងខុសប្រកែកយកឈ្នះរៀងខ្លួនទៀតអត់បានបើកចិត្តស្ដាប់ថាម៉េចបានរឿងហ្នឹងវាអញ្ចឹងស្ថានភាពហ្នឹងវាអញ្ចឹងបើមិនចង់ឲ្យមានចំនួនមិនចង់ឲ្យមានរឿងចូលបើកតិចបើកចិត្តប្រកបដោយមេត្តាស្ដាប់គ្នាទៅវិញទៅមកថាម៉េចបានរឿងនេះវាកើតឡើងនិយាយគ្នាដោយមេត្តាចិត្តស្ដាប់គ្នាទៅវិញទៅមកដោយការឲ្យតម្លៃគ្នាមិនប្រកែកយកចាញ់យកឈ្នះរៀងខ្លួននៅពេលដែលមានបញ្ហាកើតឡើងយើងព្យាយាមប្រកាន់ថាយើងជាអ្នកត្រូវគឺជាអ្នកខុសបញ្ហាដ៏សំខាន់បំផុតនៅក្នុងគ្រួសារក្តីនៅកន្លែងការងារក្តីនៅពេលដែលមានបញ្ហាម្ដងម្កាលកើតឡើងម្នាក់គឺព្យាយាមយកឈ្នះរៀងខ្លួនព្យាយាមស្វែងរកកំហុសគ្នាទៅវិញទៅមកអញ្ចឹងចូលគិតគោលដៅរួមថាយើងប្រកែកគ្នាដើម្បីអីយើងជជែកគ្នាដើម្បីអីយើងចង់បានដំណោះស្រាយរួមមែនទេបើចង់បានដំណោះស្រាយរួមមួយឲ្យកន្លែងរបស់យើងប្រសើរជាងមុនយើងគួរតែផ្ដោតលើដំណោះស្រាយកុំផ្ដោតលើបញ្ហាផ្ដោតលើដំណោះស្រាយកុំផ្ដោតលើមនុស្ស attack ទៅលើមនុស្សយើងអាច attack ទៅលើ problem មានន័យថាជជែកអំពីបញ្ហាតើយើងគួរដោះស្រាយដល់របៀបណាមិនមែនយកចាញ់យកឈ្នះរៀងខ្លួនហើយគិតតែខ្លួនឯងត្រូវគ្រប់រឿងគ្រប់ពេលវេលានោះទេអ្វីដែលសំខាន់នៅកន្លែងនេះគឺបើកចិត្តទូលាយស្ដាប់គ្នាទៅវិញទៅមកហើយជជែកគ្នាអញ្ចឹងសរុបសេចក្តីមកវិញ3ចំណុចទី1នៅពេលដែលឆ្លោះគ្នាអន់ចិត្តគ្នាកុំផ្ញើសារសម្លេងក្តីសារសរសេរក្តីភ្លាមទី2ចូលកុំស្មានច្រើនចូលកុំសង្ស័យច្រើនភាសាបច្ចេកទេសក្នុងពុទ្ធសាសនាលោកឲ្យឈ្មោះថាវិជិកិច្ឆាសង្ស័យច្រើនដោយមិនបាននិយាយគ្នាដោយមិនបានជជែកគ្នាគិតតែម្នាក់ឯងអញ្ចឹងកើតរឿងកាន់តែធំហើយអ្វីដែលសំខាន់ទី3នោះចូលកុំម្នាក់ចូលកុំរឹងតឹងយកត្រូវតែម្នាក់ឯងគេខុសរហូតរឿងល្អគឺយើងរឿងខុសគឺគេមិនមែនមានអីចឹងន័យថាបើកចិត្តឲ្យទូលាយស្ដាប់គ្នាទៅវិញទៅមកផ្ដោតទៅលើគោលដៅផ្ដោតទៅលើដំណោះស្រាយតែកុំផ្ដោតទៅលើបញ្ហាអញ្ចឹងបញ្ហាធំទៅជាបញ្ហាតូចបញ្ហាតូចទៅជាអត់មានអរគុណច្រើន